បើយើងចង់សំណុកស្រួលកុំចង់ធ្វើមេដឹកនាំព្រោះពេលធ្វើមេដឹកនាំយើងត្រូវទទួលខុសត្រូវខ្លួនឯងហើយទទួលខុសត្រូវអ្នកនៅក្រោមយើងទៀតហើយទទួលខុសត្រូវសម្រាប់អ្នកនៅលើមេដឹកនាំហត់ជាងគេច្រើនដងទទួលខុសត្រូវច្រើនជាងគេច្រើនដងអញ្ចឹងត្រូវលុតដំខ្លួនឯងនៅអត្តចរិតនិងការខិតខំផ្ចិតផ្ចង់ហើយបើយើងផ្ចិតផ្ចង់មេដឹកនាំយើងមានការផ្ចិតផ្ចង់ហើយយើងពង្រៀនកូនចៅយើងឲ្យផ្ចិតផ្ចង់ថ្ងៃក្រោយការងារវាទៅតាមទៅកន្លែងខ្លះការងារផ្ចិតផ្ចង់វាចេះឥទ្ធិពលធំថ្ងៃមុនពីណាថតរូបស្អីមួយប៉ាណូនៅមុខទីស្តីការនៅកន្លែងណាទីវាអប់រំមិនដូចភ្លេចរោអញ្ចឹងអត់បានមើលអត់បានត្រួតពិនិត្យការងារផ្ចិតផ្ចង់ចេញទៅសរសេរអក្សរអក្ខរាវិរុទ្ធខុសអក្ខរាវិរុទ្ធណាទីវាអក្ខរាវិរុទ្ធដល់ទីវាអក្ខរាវិរុទ្ធហ្នឹងសរសេរបាត់រោហើយបោះពុំមក3 4តង់ការត្រួតពិនិត្យគ្រប់តង់បាទអញ្ចឹងការងារខ្លះហើយអញ្ចឹងសួរថាអ្នកដែលបោះពុំនឹងអ្នកត្រួតពិនិត្យថ្ងៃក្រោយមេទុកចិត្តទៀតអត់ទេមេទៅមើលព្រោះអញ្ចឹងសោយនេះគឺភាពជោគជ័យនៅក្នុងជីវិតមិនថាបងប្អូនធ្វើក្នុងវិស័យណាទេបើក្នុងវិស័យកសិកម្មត្រូវផ្ចិតផ្ចង់ចេះប្រើជីឲ្យត្រូវគុណភាពយ៉ាងម៉េចដើម្បីទិន្នផលល្អអីយ៉ាងម៉េចគួរប្រជែងកាត់បន្ថយចំណាយបើនៅក្នុងជាអ្នកបកប្រែចាប់ឲ្យបានច្បាស់ចេះឲ្យច្បាស់កុំបាច់ចេះច្រើនចេះ1 2ឲ្យប្រកប